ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយមកបងប្អូនធ្វើម្ហូបជាមួយខ្ញុំបងប្អូនម្ហូបបារាំងបងប្អូនម្ហូបបរទេសអញ្ចឹងណាហើយអត់មានអីច្រើនទេបងប្អូនហើយហ្នឹងហើយបងប្អូនដំបូងឡើយវាអាហ្នឹងគេហៅឈ្មោះថាbucket ham cheese ឬក៏ salami cheese អញ្ចឹងបងប្អូនវាប្រភេទសាច់ជ្រូកផ្ទះជាមួយនំប៉័ងមានសាឡាត់មានពីប៉ោះមានទឹកបារាំងអញ្ចឹងបងប្អូនឬក៏មានម៉ាយ៉ុងណេតលាយជាមួយត្រាប់អីផ្សេងៗអញ្ចឹងបងប្អូនហ្នឹងហើយមានគ្រឿងផ្សំឲ្យស្រេចហើយនេះខ្ញុំចាត់តែងចានបងប្អូនរៀបចំចានហើយវាមានភាពល្អបន្តិចហ្នឹងហើយមានសាឡាត់ពីងប៉ោះទឹកបារាំងហ្នឹងហើយឬក៏មានទឹកសាឡាត់ដែលគេដាក់ស្រោចឲ្យវាមានជាតិជើងហ្នឹងមានដូចថាដើមដូចជាដើមហ្នឹងដើមអីបងប្អូនដូចដើមខ្ញុំក៏មិនមែនអ្នកចេះដែរបងប្អូនអើយគ្រាន់តែថតវីដេអូកំសាន្តឲ្យបងប្អូនទស្សនាកំសាន្តលេងអញ្ចឹងណាបងប្អូនហ្នឹងហើយបើបងប្អូនណាចេះហូបប្រាំងខ្លាំងឬក៏ចេះអីហ្នឹងគឺអធិស្ឋានបងប្អូននេះខ្ញុំគ្រាន់តែថតវីដេអូឲ្យបងប្អូនកំសាន្តលេងទស្សនាកំសាន្តលេងអញ្ចឹងបងប្អូនហ្នឹងហើយបងប្អូនហើយកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងបងប្អូនព្រោះស្អីខ្ញុំតំរៀនធ្វើវីដេអូថ្មីថ្មោងអញ្ចឹងហ្នឹងហើយបងប្អូនឃើញមកដៃថ្មីឬក៏បងដៃចាស់អីសូមជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងបងប្អូនហើយហ្នឹងហើយបើមានអ្វីខុសឆ្គងបងប្អូនជួយប្រាប់ណែនាំផងបងប្អូននិយាយរួមទៅបារាំងគាត់គេបរទេសភ្ញៀវបរទេសគេចូលចិត្តងាយបងប្អូនហូបងាយហើយគេមិនសូវហូបបាយដូចយើងទេបងប្អូនគេពីច្រើនគេហូបនំប៉័ងព្រោះឯនំប៉័ងជួនកាលគេហូបតែម្ហូបជាមួយនេះនោះនេះតិចតួចហ្នឹងបងប្អូនបើថាបាយភាគតិចនិយាយរួមភាគតិចមានតែបាយបើថាបាយគេកម្រតែអាហ្នឹងបើថាមានម្ហូបខ្មែរម្ហូបអីផ្សេងក្រៅពីម្ហូបបារាំងហ្នឹងគឺប្រើបាយប្រើអីហ្នឹងគេច្រើនវាតាមបរទេសតាមភ្លក់និយមហូបអញ្ចឹងទៅវារៀងច្រើនមុខដែរបងប្អូនអញ្ចឹងយើងត្រៀមចានត្រៀមអីរៀបពេជ្រសពស្រូបគោលយើងទៅកម្ដៅនំប៉័ងអញ្ចឹងទៅម្ហូបផ្សេងទៀតអញ្ចឹងទៅជួនកាលវាមានគេសាងមក3 4មុខ4 5មុខអញ្ចឹងទៅធ្វើនេះផងធ្វើនោះផងអញ្ចឹងទៅបងគាត់រវល់ការងារគាត់អញ្ចឹងទៅហ្នឹងហើយធម្មតាការងារតនេផងពីនោះវាមិនទៅទេបើថាអត់ទៅមានភ្ញៀវក៏វារៀងធូរខ្លះដែរច្រើនមកគាត់ថាតែយើងមានអីវ៉ាន់យើងត្រៀមហើយអស់ហើយស្រួលដែរយើងបានតម្រាក់ខ្លះយើងមានពេលចូលលេងជួយលេងខ្លះហ្នឹងហើយតែបើថាអីវ៉ាន់អស់អីវ៉ាន់អត់មានអាហ្នឹងយើងត្រូវត្រៀមបងប្អូនមានភ្ញៀវត្រូវត្រៀមទុកសម្រាប់ពេលមានភ្ញៀវមកវាស្រួលយើងអញ្ចឹងបងប្អូនសួរថាចក្រានបាយតនេអត់ស្រួលអត់វានិយាយរួមទៅថាឲ្យស្រួលវាមិនស្រួលទេហើយគាត់ថាវាពិបាកវាមិនពិបាកអីពេកដែរអញ្ចឹងវាមានពេលវេលាដែលយើងសម្រាប់ខ្លះយើងហើយពេលដែលមានភ្ញៀវម្ដងឃើញធ្វើម្នាក់ឯងតែបាត់មែនទេបងប្អូនខ្ញុំធ្វើម្នាក់បងតែបងគាត់រវល់ការងារគាត់ដូចជាធ្វើនំប៉័ងផងអីផងអញ្ចឹងទៅគាត់ឆ្លៀតបើតាមហូបច្រើនអញ្ចឹងទៅគាត់ជួយទៀតអញ្ចឹងទៅខ្ញុំថាចក្រានបាយអញ្ចឹងបងប្អូនស្ដាងឲ្យធ្វើដល់តនេអត់ស្រួលអត់វាមិនស្រួលទេបងប្អូនហើយណាមួយខ្ញុំនៅពីអ្នកបងគាត់ការងារច្រើនណាស់រត់ទៅពេលដល់ទាំងហោបានទេហ្នឹងហើយគាត់ធ្វើនំប៉័ងផងត្រៀមល្បាយវ៉ាន់ខ្ញុំថាគាត់ឆ្លៀតមកជួយណាគាត់មកជួយគាត់ធ្វើខ្ញុំបានតែតិចទេបងប្អូនបើថាសម្រាប់ខ្ញុំបើថាមានតែបងគាត់ការងារគាត់ច្រើនហ្នឹងហើយបងប្អូនពេលដែលនំប៉័ងឬក៏នំប៉័ងវាមានពីរប្រភេទនំប៉័ងហ្នឹងនំប៉័ងបាកេតខាងបាកេតនំប៉័ងធម្មតាយើងហ្នឹងហើយនឹងសាវដូហ្នឹងនំប៉័ងហ្នឹងពិបាកធ្វើបងប្អូនមូលខ្ញុំពិបាកធ្វើណាងាយឡើងទេបងគាត់ធ្វើអានំប៉័ងហ្នឹងផងរួមច្រើនមុខការងារគាត់ហើយបើថាអូដឺច្រើនញូសាងច្រើនហ្នឹងទៅជួយធ្វើទៅគាត់ជួយធ្វើសិនគាត់ទុករបស់គាត់សិនការងារតែពេលអត់មានពេលតនេទេបងប្អូនអើយហ្នឹងហើយបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងហើយកុំភ្លេចជួយ subscribe YouTube ខ្ញុំម្នាក់មួយផងបងប្អូនហើយអរគុណបងប្អូនដែលតាមដានវីដេអូខ្ញុំតាំងពីដើមដល់ចប់អញ្ចឹងបងប្អូនហើយមកហូបបងប្អូនតោះតែនិយាយរួមទៅរឿងស្អាតបាតហ្មងបើថាលើកទៅអញ្ញៃអញ្ចឹងតកែបារាំងហ្នឹងគាត់អត់បានទេត្រូវតែល្អមានអីបងប្អូនហើយបើថាអត់ល្អទេដឹងតែលើកយកមកវិញហ្មងឲ្យកែហ្មងឲ្យធ្វើថ្មីហ្មងនិយាយឲ្យទៅពេលហើយឥឡូវយើងមានចងกระดาษចងអីចងខ្សែចងអីហើយយើងយកអាกระดาษប៊ីនហ្នឹងដែលគេសាងមកហ្នឹងគឺយើងយកដាក់ចានតែគេដឹងលេខទឹកលេខអីចឹងបងប្អូនហ្នឹងហើយបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយបងប្អូន